ជំរាបសួរបងបងមានបញ្ហាដែលបងជាមួយនឹងខាងរ៉េនសំខាន់បងតបឆាប់ភ្ញៀវផងចាំលើកទូរស័ព្ទភ្ញៀវផងហើយដែលសំខាន់ណាស់ចំណាយពេលច្រើនមែនទែនដើម្បីស្វែងរក file ក៏ដូចជាឯកសារដើម្បីទៅ support ខែទាំងអស់ហ្នឹងហើយម្យ៉ាងវិញទៀតមិនតែភ្ញៀវទេសូម្បីតែ internal ក៏ត្រូវការ support ដែរការងារច្រើនមែនទែនបងហើយបើសិនជាយើងធ្វើស្រួលណាគឺគេ complain ពី customer របស់យើងមកទៀតមិនបងឲ្យរៀបជួយ support ហើយឥឡូវអត់ឃើញគាត់មកអ្នកអាចជួយឆែកមើលបងតិចមកលឿនតិចមកបងចាហើយការងាររបស់បងត្រូវរកឯកសារឲ្យភ្ញៀវផងត្រូវលើខលភ្ញៀវផងបងមិនទាន់ទៅអើយខ្លាំងបងត្រាំណាបងណាហ្នឹងមាន AI Smart Assistant ទេតាបងចូលណាគេទៅសូមស្វាគមន៍មកកាន់ AI Smart Assistant ដែលយើង focus ទៅលើតែ customer support service internal អញ្ចឹងទៅពេលដែលយើងចូល chatbot នេះទៅយើងនឹងមានពាក្យថា new chat ដែលកន្លែងនេះហើយគឺយើងអាចសួរសំណួរទៅកាន់ AI បានហើយពេលនោះ AI នឹងឆ្លើយចម្លើយមកយើងប្រកបដោយភាពលឿនខ្លាំងមែនទែនហើយប្រកបដោយភាពច្បាស់លាស់ហ្មងហើយដែលសំខាន់ណាស់គឺ AI ឆ្លើយគឺមិនឆ្លើយតែចម្លើយទេគឺឆ្លើយមកទាំង file ក៏ដូចជា document support ផងដែរញ៉ាតែសំណួរទៅគឺទទួលបានទាំងចម្លើយទទួលបានទាំង file ឯកសារនៅក្នុងពេលតែមួយហ្មងហើយម្យ៉ាងវិញទៀតយើងក៏អាចធ្វើការ add នៅ multi user ដែរហើយបើកន្លែង document នេះវិញគឺជា knowledge base កន្លែង knowledge base នេះហើយគឺជាកន្លែងដែលយើង upload ក៏ដូចជា submit នៅឯកសារណា document នេះដែរបងមិនបាច់ភ័យទេគឺនៅពេលដែលយើង upload ទៅគឺត្រូវបានគ្រប់គ្រងយ៉ាងមានសុវត្ថិភាពខ្ពស់ហើយយើងក៏មាន tool ទាក់ទងជាមួយនឹង report ដែរអញ្ចឹងបងអាចចូលទៅមើល report នឹងបានថា activity ដែលយើងប្រើប្រាស់ទៅលើ AI ហ្នឹងអញ្ចឹងសរុបមកវិញមក AI Smart Assistant ដែល focus ទៅលើ customer support មួយនេះគឺអាច support យើងបាន24/7ទាំងភាសាខ្មែរនិងភាសាអង់គ្លេសជួយបង្កើនប្រសិទ្ធភាពការងារខ្ពស់កាត់បន្ថយការចំណាយទាំងពេលវេលានិងការចំណាយទាំងថវិកាហើយដែលសំខាន់ណាស់គឺអត់ត្រូវការចំណាយទៅលើទីសុខច្រើនទេអញ្ចឹងបើសិនជាបងចាប់អារម្មណ៍ទាក់ទងជាមួយនឹង AI Smart Assistant បងអាចធ្វើការ comment ពាក្យថា OK នៅខាងក្រៅដើម្បីទទួលបានការ demo ជាក់ស្ដែងជូនបងហើយម្យ៉ាងវិញទៀតយើងក៏ផ្ដល់ជូននៅ free trial 14ថ្ងៃជូនទៅកាន់បងដើម្បីបងការសិក្សារបស់ថាតើ AI នេះអាច support ទៅលើ operation របស់បងបានយ៉ាងដូចម្តេចខ្លះ